ពីការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC World World គុណខ្មែរអន្តរជាតិថវិកា48លានរៀលរវាងលីសុខាជាមួយនឹងអូនស៊ីនួនក៏មាននៃការប្រកួតគូអមខ្សែក្រវ៉ាត់មួយគូផងដែរគឺវត្តមាននៃការឡើងសង្វៀនថោនសាជាថ្មីរបស់កបីព្រៃពេជ្រសម្បត្តិនឹងត្រូវប៉ះជាមួយនឹងកីឡាករកូនកាត់អាហ្សឺបៃហ្សង់ជាមួយនឹងច័រជាគឺកីឡាករដែលមានឈ្មោះថា Elvin Jaco Kasumovi កីឡាកររូបនេះគឺធ្លាប់មកបែរនៅកម្ពុជាមួយម្ដងដែរប្រហែលជាពុកម៉ែបងប្អូនយើងខ្លះក៏បានជ្រាបហើយពុកម៉ែបងប្អូនយើងមួយចំនួនទៀតក៏មិនទាន់នឹងបានទស្សនាដូច្នេះខ្ញុំលើកយកនៃការប្រកួតនោះយកមកអធិប្បាយជូនពុកម៉ែបងប្អូនទស្សនាតែម្ដងទៅគឺជាការប៉ះគ្នាជាមួយនឹងពេជ្រឃាតលាក់មុខហាន់2ស្គាល់ហាន់2ទេកីឡាករ2ធ្វើការប្រកួតនៅក្នុងប្រភេទទម្ងន់57គីឡូក្រាម Elvin Kasumovi នេះគេមកវាយនៅកម្ពុជាលើកទី2ប៉ះពេជ្រសម្បត្តិវាយគីឡូ60ហើយជាមួយថាការប៉ះគ្នាជាមួយនឹងហាន់2ដែលជាការមកកាន់សង្វៀនគុនខ្មែរជាលើកដំបូងរបស់កីឡាករកូនកាត់អាហ្សឺបៃហ្សង់ឬក៏អាហ្សឺបៃចានកាត់ចោជានេះយើងរងចាំទស្សនានៃការប្រកួតដែលនឹងធ្វើឡើងបន្តិចទៅនេះនៅក្នុងជំនុំនៃការប៉ះគ្នាក្នុងប្រភេទទម្ងន់57គីឡូក្រាមដែលប្រកួតតែ3ទឹកតែប៉ុណ្ណោះពេជ្រឃាតលាក់មុខហាន់2យើងស្គាល់ពេញប្រទេសហើយជាកីឡាករគុណភាពរបស់ក្លឹបបដារីហ៊ូកីឡាកាបាត់ដំបងណារីទស្សនាដូចតទៅពីជើងឆ្វេងរបស់កីឡាករហាន់2រីហ៊ូគេហៅថារីហ៊ូសម្រាប់ផងរហស្សនាមរបស់គាត់ណារហស្សនាមមួយទៀតគឺពេជ្រឃាតលាក់មុខដាក់ដោយបងប្រុសគ្រីពីឡុតម្ដាយលោកផ្ដាំដោយកីឡាករElvin Kasumoviបត់កាយស្ដាំម្ដាយខាងស្ដាំចូលធ្គាមអីយ៉ារបស់កីឡាករ Elvin លយតើពុកម៉ែបងប្អូនដាក់ចូលគោះមួយជើងឆ្វេងដាក់ចូលចំណុចម្ដាយខាងស្ដាំខាងឆ្វេងរបស់ Elvin Kasumovi ខាងស្ដាំខាងឆ្វេងទម្លុះខុំមួយយោម្ដាយខាងស្ដាំវិសបាត់មើលផងម្ដាយឆ្វេងខាងស្ដាំតាមឆ្វេងមួយទៀតរបស់កីឡាករ Elvin Kasumovi ចាក់ឆ្វេងរបស់កីឡាករហាន់2យោយ៉ាចុកពួរឬក៏តូលឆ្អឹងជានេះខាងស្ដាំអាប់ខាត់ទៅបរោយអូយផុយមែនអីក៏ប៉ុន្តែមិនមែនកីឡាករអន់ណាស់ធ្លាប់ប្រឡូកក្នុងវិស័យប្រដាល់ kickboxing នៅសង្វៀនលំដាប់ពិភពលោកគុនលុនហ្វៃសម្រាប់កីឡាករបង្គោលខៀវកូនកាត់អាហ្សឺបៃហ្សង់កាត់ចោជានេះលោកគ្រូអ្នកកដាជួនសំណាងរដ18បន្តនៃការប្រកួតណែកំផុយពេកប៉ះសម្បត្តិថ្ងៃ30អាចនឹងពិបាកជាងហាន់2ណាមកជួយឆ្វេងរបស់ហាន់2ខាងស្ដាំថែមឆ្វេងមកដៃស្ដាំទៀតរបស់កាស៊ូម៉ូមកជួយឆ្វេងកាស៊ូមួយមកជើងឆ្វេងហៅឆ្វេងថែមស្ដាំបាត់ដៃឆ្វេងចាក់ឆ្វេងរបស់កីឡាករ Elvin ចាប់បួងបានដោយហាន់2បត់កាញ់ឆ្វេងពី Elvin Kasumoviបាទចូលពីហាន់2ពេជ្រឃាតលាក់មុខមកជើងឆ្វេងចូលកន្លែងចាស់គឺឆ្អឹងជានេះដាក់ចូលពីហាន់2ជង្គង់ឆ្វេងពីហាន់2ទៅបដៅយោអូយជង្គង់ហាន់2ស៊ីផុយស្រួយខ្ញុំគិតថាទៅមិនរួចទេទឹកទី1ដល់គុណខ្មែរមកទឹកមិនដៃរាប់3លើកបានទេដូច្នេះមើលទៅលេងរួចហើយទៀតអីយ៉ាស៊ូរបស់គាត់ដែរពុកម៉ែបងប្អូនសម្រាប់ Elvin Kasumovi នេះបោះជង្គង់ស្ដាំថែមឆ្វេងរបស់ហាន់2ចូលហើយអីយ៉ាស្អីដាក់ឈានដួលខ្លួនឯងអូដួលខ្លួនឯងក៏ចុកលេងរួចបដ ாய் នោះហាន់2អត់បានមនាទីស្រួលបួលទេសម្រាប់ Elvin Kasumovi ហើយចាក់ប៉ះពេជ្រសម្បត្តិសម្រាប់សប្តាហ៍នេះថ្ងៃទី30ខែឧសភាឆ្នាំ2026ខាងមុខនឹងទៅជាយ៉ាងណាមានតែរងចាំទស្សនានៃការប្រកួតនោះទាំងអស់គ្នាក៏ប៉ុន្តែជួនកាលទៅហាន់2ហូបផុយស្រួយក៏មិនប្រកាសថាពេជ្រសម្បត្តិហូបស្រួយណាពុកម៉ែបងវាកីឡាករវាមានក្បាច់ខុសគ្នាយើងដឹងច្បាស់ហើយដូចកីឡាករធុនមីងហុងជាដើមធុនមីងហុងប៉ះកីឡាករលាវស៊ីស៊ូគឺចាញ់លីចម្រើនចាញ់ឈុតសេរីវ៉ាន់ថងដាច់ប៉ិតក៏ប្រែប៉ះធុនមីងហុងវាយធុនមីងហុងឡើងទួដូចជាកីឡាករម៉ូឬក៏Dembele Mohamedជាដើមចាញ់បើសង្ឃឹមចាញ់កីឡាករធុនមីងហុងក៏ប្រែប៉ះពេជ្រសម្បត្តិតឹងខ្មើពេជ្រសម្បត្តិកាលនោះគឺមានបែកផងមានទុកសាច់ផងដូច្នេះរងចាំទស្សនានៃការប្រកួតក៏ដូចជាការមកកាន់សង្វៀនគុនខ្មែរសាជាថ្មីរបស់កីឡាករកូនកាត់Zoysiaកាត់អាហ្សឺបៃហ្សង់គឺកីឡាករ Elvin ដែលមានរហស្សនាមថា Jaco Kasumovi ពុកម៉ែបងប្អូនសម្រាប់ការបង្ហាញព័ត៌មានសារជាថ្មីនៅថ្ងៃទី30អរគុណណាស់សម្រាប់ការចូលរួមទស្សនារបស់ពុកម៉ែបងប្អូនយើងបើសិនជាមានពាក្យពេចន៍លើសលួសខ្វះខាតត្រង់ណាមិនសមរម្យក៏សូមមេត្តាខន្តីនឹងអភ័យទោសចុច like subscribe ដល់សញ្ញាកណ្ដឹងនិង comment នៅខាងក្រោមដោយសេរីដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតពី channel គុនខ្មែរ The Fight កីឡាបញ្ជាក់ម្ដងទៀតថាការប៉ះគ្នាក៏ដូចជាការមកកាន់សង្វៀនគុនខ្មែរជាលើកទី2របស់កីឡាករ Elvin Kasumovi នឹងធ្វើឡើងនៅថ្ងៃទី30ខែឧសភាឆ្នាំ2026ខាងមុខនេះដោយត្រូវប៉ះជាមួយកបីព្រៃពេជ្រសម្បត្តិដែលប្រព្រឹត្តឡើងនៅឯបរិវេណទុំមុខពលានចាស់អធិស្ឋានពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយ KMK Sport ក៏ដូចជាគុនខ្មែរ The Fight កីឡាសូមអរគុណនិងសូមគោរពលា